រឿងគ្រូពេទ្យទេវតានៅក្នុងភូមិមួយមានស្ត្រីមេម៉ាយកូនមួយឈ្មោះមីងកន្ថាំងកូនរបស់គាត់ឈ្មោះអាសង្វិតមានអាយុ3ឆ្នាំកូននោះក៏ចម្លែកទៅទៀតគេមានមាឌតូចល្អិតជាងកូនអ្នកដទៃរាល់ថ្ងៃគេញ៉ាំអាហារតិចណាស់មីងកន្ថាំងសែងខ្វល់ខ្វាយជាខ្លាំងព្រោះកូនរបស់គាត់មានរូបរាងខុសគេតែទោះជាយ៉ាងណាក៏ដោយក៏មីងកន្ថាំងនៅតែស្រឡាញ់កូនរបស់គាត់ដែរពេលមីងកន្ថាំងទៅណាមកណាគាត់តែងនាំកូនប្រុសរបស់គាត់ទៅជាមួយជានិច្ចនៅតាមផ្លូវអ្នកណាក៏ចង់មើលកូននេះដែរព្រោះមានមាឌតូចល្អិតខុសពីកុមារទាំងពួងថ្ងៃមួយមីងកន្ថាំងបាននាំកូនតូចរបស់គាត់សំដៅទៅផ្ទះលោកគ្រូពេទ្យម្នាក់នៅក្នុងភូមិដែលអ្នកស្រុកតែងតែនិយមហៅគាត់ថាគ្រូពេទ្យទេវតាគ្រូពេទ្យទេវតាជាគ្រូពេទ្យម្នាក់ដែលព្យាបាលតែជំងឺណាដែលប្លែកពីគេគាត់ពិនិត្យមើលអាសង្វិតរួចក៏ប្រាប់ម្ដាយឲ្យយកកូនត្រឡប់ទៅផ្ទះវិញជាមួយនឹងដបទទេមួយគ្រូពេទ្យបានប្រាប់ទៅមីងកន្ថាំងថាពេលទៅដល់ផ្ទះមីងយកដបនេះទៅច្រកទឹកឆ្អិនចាក់ឲ្យកូនផឹកទៅទោះកូនមីងនឹងធំធាត់ដូចកូនអ្នកដទៃទៀតជាពុំខានមីងកន្ថាំងសប្បាយចិត្តណាស់គ្រាន់តែគាត់មកដល់ផ្ទះភ្លាមគាត់ក៏រៀបចំដាំទឹកឲ្យពុះហើយទុកទឹកនោះឲ្យត្រជាក់ទើបច្រកបញ្ចូលក្នុងដបរួចចាក់ទឹកនោះឲ្យកូនគាត់ផឹកអាសង្វិតផឹកទឹកនោះហើយក៏ធំធាត់បន្តិចម្ដងវាចាប់ផ្ដើមចេះឃ្លានអាហារមីងកន្ថាំងបានឲ្យទឹកដោះគោមួយកំប៉ុងទៅឲ្យកូនផឹកអាសង្វិតផឹកទឹកដោះគោនោះទាល់តែអស់ពីរកំប៉ុងមីងកន្ថាំងគិតថាកូនរបស់គាត់មិនទាន់ធំល្មមនោះទេគាត់ក៏ច្រកទឹកចូលទៅក្នុងដបនោះឲ្យអាសង្វិតផឹកទៀតបន្ទាប់មកកូនគាត់កាន់តែធំទៅគេចាប់ផ្ដើមយំរកអាហារបន្ថែមទៀតមីងកន្ថាំងក៏ទៅដាំបបរមួយឆ្នាំងធំឲ្យកូនគាត់ហូបអាសង្វិតក៏ហូបបបរនោះអស់ទៀតមីងកន្ថាំងនៅតែគិតថាកូនរបស់គាត់មិនទាន់ធំសមល្មមចិត្តគាត់ទេដូច្នេះគាត់ក៏យកដបទឹកនោះទៅច្រកទឹកឲ្យកូនរបស់គាត់ផឹកទៀតអាសង្វិតក៏ផឹកទឹកនោះទាល់តែអស់រលីងបន្ទាប់មកវាកាន់តែធំឡើងមិនឈប់សោះពេលនោះផ្ទះមីងកន្ថាំងមិនអាចទប់ទល់នឹងទម្ងន់អាសង្វិតបានទេបន្ទាប់មកផ្ទះរបស់គាត់ក៏បាក់ក្រាំងអាសង្វិតកាន់តែធំទៅមីងកន្ថាំងស្រែកឡើងថាបានហើយកូនឈប់ធំទៀតទៅតែអំណាចទឹកក្នុងដបនោះនៅតែធ្វើឲ្យកូនរបស់គាត់កាន់តែធំមិនឈប់សោះវាចេះតែស្រែកថាឃ្លានណាស់មីងកន្ថាំងក៏ទៅដាំបាយមួយឆ្នាំងយ៉ាងធំនិងម្ហូបមួយខ្ទះមកឲ្យកូនគាត់ហូបតែគេហូបមិនឆ្អែតសោះអាសង្វិតស្រែកយំកាន់តែខ្លាំងធ្វើឲ្យអ្នកភូមិផ្អើលមកមើលត្រៀបត្រាមីងកន្ថាំងរវល់តែធ្វើអាហារឲ្យកូនរហូតអស់អង្គទ្រាំមិនបានក៏រត់ទៅរកគ្រូពេទ្យទេវតាគ្រូពេទ្យឃើញអាសង្វិតធំខ្លាំងដូច្នេះគាត់ក៏ប្រើវេទមន្តរបស់គាត់តូចភ្លាមអាកូនសម្លាញ់ពេលកូនតូចកូនគួរឲ្យស្រឡាញ់ណាស់ពេលនោះអាសង្វិតក៏តូចបន្តិចម្ដងរហូតដល់មីងកន្ថាំងស្រែកថាល្មមហើយអាសង្វិតក៏មានមាឌដូចកូនគេដទៃទៀតនៅក្នុងភូមិនោះគ្រូពេទ្យនិយាយទៅកាន់មីងកន្ថាំងថាវេទមន្តនេះក៏ដូចជាថ្នាំពេទ្យដែរប្រសិនបើអ្នកប្រើប្រាស់ហួសកំណត់អ្នកនឹងទទួលគ្រោះថ្នាក់ជាពុំខានរឿងគ្រូពេទ្យទេវតាចប់ដោយបរិបូរណ៍